ប្រមុខការទូតវេណេស៊ុយអេឡាបានជំរុញឲ្យសហរដ្ឋអាមេរិកដោះលែងមេដឹកនាំខ្លួនគឺលោក Nicolas Maduro និងជំទាវទី1ជាបន្ទាន់យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើប្រទេសវេណេស៊ុយអេឡានិងបានចាប់ខ្លួនលោកប្រធានាធិបតី Maduro រួមជាមួយភរិយារបស់គាត់នៅថ្ងៃទី3ខែមករាឆ្នាំ2026ជំវិញបញ្ហានេះរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Ivan Gil នៅថ្ងៃច័ន្ទបានប្រើសម័យប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជំរុញឲ្យអាមេរិកដោះលែងលោក Maduro និងភរិយារបស់គាត់ជាបន្ទាន់បន្ថែមលើនេះលោក Gil ក៏បានអំពាវនាវដល់ប្រទេសពាក់ព័ន្ធឲ្យបញ្ចប់វិធានការបង្ខិតបង្ខំឯកតោភាគីទាំងអស់ដែលដាក់លើវេណេស៊ុយអេឡាលោកថាវិធានការបែបនេះមិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេថែមទាំងរំលោភលើសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌របស់ប្រជាជនវេណេស៊ុយអេឡាផងដែរសម័យប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកនៅថ្ងៃច័ន្ទក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី31ខែមីនា